នេះគឺខ្ញុំចេញស្បាច់មួយទៀតហ្នឹងហើយតម្លៃ735តែម៉ាស៊ីនខេសទេតែខ្ញុំបញ្ជាក់មួយឲ្យហើយម៉ាស៊ីននេះគឺរៀងថ្លៃបន្តិចហ្នឹងហើយដោយសារ VGA មុនអស់ហើយហ្នឹងហើយបើដក VGA មកឲ្យមើល VGA តិចនេះ VGA នេះប្រែដល់នេះGB នេះហ្នឹងហើយពីមុនខ្ញុំដាក់ VGA នេះហ្នឹងហើយ MSI នេះ Windows តង្ហាល2វាដាក់គុណ2គុណហ្នឹងបានន័យថាតង្ហាល2ហ្នឹងហើយនេះឃើញទេអញ្ចឹងអាហ្នឹងវាអស់ហើយដល់មកក្រោយនេះគឺខ្ញុំប្រើអា VGA នេះវិញតែវារៀងថ្លៃសុំបញ្ជាក់បាទហ្នឹងហើយអានេះតង្ហាល3នេះ Winfox តង្ហាល3បាទតង្ហាល3វាចេះតែដបូតអានេះទៅនេះហ្នឹងហើយតង្ហាល3ដល់អញ្ចឹងវារៀងថ្លៃកាលមុនខ្ញុំរៀបតែ$665ទេដល់ដូរដាក់ VGA តង្ហាល3នេះវាចូលឡើងទៅដល់735អញ្ចឹងម៉ួយពិចារណាទៅបាទពិចារណាទៅថាគួរតាទិញឬក៏អត់ទិញទៅតាមចិត្តម៉ួយទៅដោយសារទោះបីជាខ្ញុំមើលក៏ខ្ញុំមើលឃើញវាថ្លៃដែរ735តែបើថាអស់ជំរឿហើយម៉ួយចង់រើសយក VGA តង្ហាល3ហ្នឹងក៏បានដែរដោយសារតង្ហាល2វាអស់បាត់ហើយបាទអស់បាត់ហើយណាបាទអញ្ចឹងបើម៉ួយចៅត្រូវការរៀប$735តង្ហាមុខ3ក្រោយ1នៅលើនេះយើងអាចដាក់បាន2ទៀតបើម៉ួយត្រូវការថែម2ទៀតខ្ញុំគិតមកគ្រាប់$5ដាក់បាន2ទៀតណាស្ទើរថានេះដាក់បាន2ទៀតផងនេះបើថាសាច់កាវយើងដាក់បាន4គ្រាប់ទៀតហ្នឹងហើយតែកន្លែងនេះបើម៉ួយមិនចង់ដាក់ក៏បានដែរដាក់លើនេះក៏បានក៏វាសាក់សមដែរស្រែចិត្តម៉ួយបានហ្នឹងហើយមកគ្រាប់5រៀលចង់ដាក់ពេលណាបានពេលហ្នឹងអាហ្នឹងដាក់បានមួយផ្លែទេហ្នឹងហើយអញ្ចឹង735គឺអានេះគឺនេះខ្ញុំញុញីបន្តិចសិនបាច់ម៉ួយយកទៅប្រើទៅអញ្ចឹងចង់ឲ្យម៉ួយបកចោលហ្នឹងហើយ735អញ្ចឹងស្បាច់យើងអា665កាលមុនហ្នឹងហើយ CPU គឺចុយអីគេទាញចុះក្រោមនេះ i5 ចំនួនទី13 RAM 16GB M2 512GB VGA គឺ RTX 40 8GB ដែរលេម៉ួយនេះ System Information នៅមកវាលោតផ្ទាំងមីសេកមកតារាងទៀតនេះ 8GB ដែរសើទឹកមាត់ហ្នឹងហើយនេះឃើញទេអញ្ចឹងវាគ្រាន់តែដូរពីតង្ហាល2ទៅតង្ហាល3ហើយវារៀង quality ជាងមុននេះវាមានដែក back plate នៅលើនេះអញ្ចឹងណានេះដែក back plate នៅលើនេះអញ្ចឹងវាស្អាតជាងអញ្ចឹងទៅហើយក៏វាថ្លៃជាងដែរនិយាយចាំទៅវាថាបោះថ្លៃវាល្អជាងបោះថោកហើយវាតែប៉ុណ្្នឹងទេអានឹងផែនជីវិតយើងបាទហ្នឹងហើយវាតែប៉ុណ្្នឹងតែបើសាច់ការប្រើអូខេវាមួយយ៉ាងម្នាក់អីទេហ្នឹងហើយកម្មវិធីទូទៅគាត់អត់សូវយកនិយាយគាត់យកអីទេត្រូវការរៀបម៉ួយពិចារណាមើលណា$735ហើយសុំបញ្ជាក់ខ្ញុំមិនមែនកោម៉ួយអីលក់ថ្លៃជាងមុនអីទេដោយសាររឿង VGA ហើយ VGA មុនវាអស់ធ្វើមិនអញ្ចឹងវាឡើងរៀងច្រើនដែរបាទ735សុខភាពល្អសំណាងល្អ